สรุปជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទទៀតហើយនៅវីដេអូថ្មីហើយថ្ងៃនេះគឺនាំបងប្អូនមកមើលដងទ្រាំងមួយបងប្អូនណែដែរដង2 ម៉ែត្របងប្អូនណែឯកថ្មីសម្រាប់ដាក់ខ្លែងយើងអាធំនោះ2 ម៉ែត្រកន្លះយើងហើយនេះផ្ដៅដាក់ផ្ដៅបងប្អូនមើលឥឡូវឲ្យបងប្អូនស្ដាប់សំឡេងវាមើលខ្ញុំតម្លើងសិនសំឡេងវារៀងតូចជាងសំឡេងឯកខ្លែងខ្ញុំនោះប៉ុន្តែវាលឺបានច្រើនសំឡេងគឺលឺបានប៉ុណ្ណឹងបងប្អូនអែមហ៎បងប្អូនអែមលឺប៉ុណ្ណឹងប៉ុន្តែទៅដល់លើគឺលឺខ្លាំងណាបងប្អូនលឺខ្លាំងហើយវាលឺបាន3 4សំឡេងដែរអញ្ចឹងគឺល្អលេងមែនទែនបានឲ្យតែមានខ្យល់ឆាប់ទេបងប្អូនអើយបង្ហោះនេះសាកម្ដងលើកមុនហ្នឹងសក់ឡើងទៅកលាប់អត់ទាន់គួចខ្សែទ្រូងស្រួលហើយណាមួយវាអត់មានកន្លែងបង្ហោះអញ្ចឹងក៏អត់ទាន់សេរីវាទៅអញ្ចឹងចាំតាមដានមើលប្រហែលជាអាចបង្ហោះម្ដងទៀតអីចឹងសាព្រោះសារតែឥឡូវវាអត់មានខ្យល់ដែរខ្យល់មានតែខ្យល់តិចខ្ជិលរត់ខាតខ្លាចរត់ទៅអត់ហោះចាំពេលមានខ្យល់ស្រួលបួលខ្ញុំរត់អាហ្នឹងបង្ហោះអាហ្នឹងម្ដងទៀតឲ្យបងប្អូនមើលនេះឲ្យដាក់បំពាក់ជាមួយនឹងឯកហ្នឹងគឺត្រូវគ្នាមិនឯងឯកហើយនឹងខ្លែងនេះអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនខ្លីៗទេដោយសារតែឥឡូវខ្យល់ទេបងប្អូនតែអត់មានគ្នាក្មួយអត់នៅគេទៅរៀនអញ្ចឹងអត់មានគ្នាបង្ហោះក្មួយនៅរត់បែកក្មួយអត់នៅអត់ទុកសិនចាំឱកាសក្រោយថ្ងៃក្រោយចាំបងប្អូនអរគុណច្រើនជួបគ្នាតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយ